អ្នកទាំងអស់គ្នាដែលមានអារម្មណ៍មួយនេះអត់ថាការងារមួយដែលថាយើងធ្លាប់តែស្រឡាញ់យើងធ្លាប់តែចង់ធ្វើយើងចង់បានមែនទែនដល់ពេលយើងបានហើយឥឡូវយើងអត់មានអារម្មណ៍ធ្វើការងារមួយហ្នឹងរបស់មួយដែលថាយើងតែងតែស្រឡាញ់យើងតែងតែចង់បានដល់ពេលមកដល់ឥឡូវយើងលេងចង់បានលេងចង់ធ្វើអីទាំងអស់អាហ្នឹងគឺជាអារម្មណ៍មួយដែលខ្ញុំបានឃើញគ្នាយើងច្រើនបានជួបហើយសូម្បីតែខ្ញុំផ្ទាល់មួយរយៈពេលខ្លីមុនហ្នឹងគឺខ្ញុំបានជួបអានឹងផ្ទាល់ហ្មងដោយខ្លួនឯងហើយនេះគឺជាដំណោះស្រាយរបស់ខ្ញុំដែលខ្ញុំយកទៅដោះស្រាយទៅបញ្ហាទាំងអស់ហ្នឹងដោយសារតែឥឡូវខ្ញុំអត់ទាន់បានហៀលខ្លួនឯងឬក៏ខ្ញុំអត់ទាន់បានព្យាខ្លួនឯងបានខ្លួនឯងបានច្រើនទេអាចថាបានមកផ្នែកដែរហើយខ្ញុំចង់ចែកម្លែកទៅលើ technique ហ្នឹងឬក៏ដំណោះស្រាយមួយហ្នឹងទៅកាន់អ្នកទាំងអស់គ្នាហើយយើងអាចដោះស្រាយរឿងហ្នឹងជាមួយនឹងគ្នា together អញ្ចឹងចំពោះដំណោះស្រាយរបស់ខ្ញុំទី1យើងមើលសិនថាការងារមួយហ្នឹងយើងត្រូវបន្តអត់យើងត្រូវបញ្ញាប់អត់រាល់ការងារទាំងអស់គឺសុទ្ធតែបញ្ញាប់ឬក៏ការងារទាំងអស់សុទ្ធតែបន្តទាំងអស់ប៉ុន្តែយើងត្រូវមើលខ្លួនឯងសិនថាយើងអាចធ្វើទៅរួចទៅមុខបានអត់បើសិនជាការងារនឹងបន្តខ្លាំងចិត្តដល់ deadline ឬក៏ចិត្តដល់គៀកថ្ងៃដែលថាយើងត្រូវ submit យើងធ្វើអាហ្នឹងហើយព្រោះអាហ្នឹងគឺជាកាតព្វកិច្ចរបស់យើងគឺជាសិស្សយើងគឺជានិស្សិតអញ្ចឹងយើងត្រូវធ្វើអាហ្នឹងឲ្យបានហើយសិនហើយបន្តមកទៀតយើងចាប់ផ្ដើម heal ខ្លួនឯងយើងចាប់ផ្ដើមព្យាបាលខ្លួនឯងវិញគឺផ្ដើមនិយាយជាមួយអ្នកថាយើងទុកចិត្តពីអារម្មណ៍របស់យើងហ្នឹងហើយយើងចាប់ផ្ដើមសួរខ្លួនឯងថាមិនបានសុខយើងទៅជាចឹងយើងមានបញ្ហាអីមែនយើងកើតអីមែនដោះស្រាយយើងទៅកន្លែងណាដែលថាយើងធ្លាប់ទៅពីមុនយើងធ្លាប់ទៅស្បាយទៅដើរលេងនៅកន្លែងណាមួយជិះម៉ូតូដើរលេងទៅញ៉ាំអីទៅកពតយ៉ាងនេះគឺជាដំណោះស្រាយមួយប៉ុន្តែយើងត្រូវចាំថាមុននឹងយើងហៀលខ្លួនឯងត្រូវដោះស្រាយទៅលើបញ្ហាទាំងអស់ដែលថាគឺដល់ថ្ងៃគៀកថ្ងៃដែលថាយើងត្រូវ submit ឬក៏យើងត្រូវបញ្ជូនឲ្យគេសិនដោះស្រាយបញ្ហាអស់សិនគៀកថ្ងៃហើយបន្តមកទៀតទៅយើងចូលដល់ការហៀលមួយហ្នឹងហើយចំពោះការហៀលមួយហ្នឹងនៅពេលដែលយើងហៀលខ្លួនឯងហើយនៅពេលដែលយើងព្យាបាលខ្លួនឯងហើយតាមរយៈការដើរលេងឬក៏យើងញ៉ាំអីឬក៏ធ្វើសកម្មភាពណាដែលយើងចូលចិត្តនៅពេលដែលយើងធ្វើវាហើយវាអាចថាជួយបានប៉ុន្តែវាមិនជួយបានផ្នែកធំទេដោយសារតែបញ្ហាទាំងអស់ហ្នឹងគឺវានៅដដែលយើងគ្រាន់តែមកព្យាបាលខ្លួនឯងប៉ុន្តែចំពោះបញ្ហាគឺនៅតែដដែលអញ្ចឹងមួយទៀតយើងត្រូវដោះស្រាយទៅបញ្ហាមួយហ្នឹងអាហ្នឹងចំពោះខ្ញុំអត់តបានដោះស្រាយបានខ្លួនឯងច្រើនហ្មងទេដែលស្ទើរបញ្ហាមួយហ្នឹងប៉ុន្តែយើងត្រូវគប់មួយថាចំណុចរបស់យើងគឺត្រូវតែវិជ្ជមានរហូតដោះស្រាយវីដេអូច្រើនណាស់នៅក្នុង TikTok ក្នុង YouTube ដែលគេប្រាប់យើងពី motivation តាក់ទងជាមួយនឹងការតាំងចិត្តដោះស្រាយបញ្ហាផ្សេងៗដោយសារតែមនុស្សម្នាក់បញ្ហាមិនដូចគ្នាទាំងអស់ទេដូចខ្ញុំអញ្ចឹងបញ្ហារបស់ខ្ញុំគឺបញ្ហាផ្សេងខ្ញុំធ្លាប់ឥឡូវហ្នឹងខ្ញុំធ្លាប់កាន់ទៅ project ខ្ញុំធ្លាប់ចាប់ទៅលើការងារ 4-5 ក្នុងពេលតែមួយហើយមានបញ្ហាមួយទៀតមកលើខ្ញុំខ្លួនឯងមួយទៀតហើយចឹងខ្ញុំត្រូវដោះស្រាយបញ្ហានឹងមួយខ្ញុំធ្លាប់ down ខ្លាំងធ្លាប់ចុះខ្លាំងមែនទែនហើយដោយសារតែមានអ្នកគាត់ជួយផ្ដល់យោបល់ដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងអញ្ចឹងឥឡូវខ្ញុំបាន heal ខ្លួនឯងបានច្រើនហើយយើងចាប់ផ្ដើមធ្វើអីដែលខ្ញុំឆ្លាញ់ដូចខ្ញុំឥឡូវចឹងខ្ញុំឆ្លាញ់ការធ្វើវីដេអូឥឡូវខ្ញុំចាប់ផ្ដើមធ្វើវីដេអូវិញអាហ្នឹងគឺជាការសម្រេចអីមួយដែលថាយើងឆ្លាញ់ហើយយើងត្រូវគិតថាជីវិតរបស់យើងណាបើសិនជាយើងជួបបញ្ហាច្រើនយើងដោះស្រាយបញ្ហាបានច្រើនល្អខ្លាំងមែនតើយើងក៏ចាប់ផ្ដើមរីកចម្រើនដែរដូចខ្ញុំពីមុនខ្ញុំធ្លាប់ធ្វើ robot ការងារ software robot ធ្លាប់រៀនធ្លាប់ប្រឡងអញ្ចឹងនៅពេលដែលយើង clear ទាំងអស់ហ្នឹងយើងរីកចម្រើនច្រើនតែទាំងអស់គ្នាបើសិនជាយើងផុតដំណាក់កាលថាយើងគិតថាហ្នឹងគឺជាដំណាក់កាលលំបាកក្នុងបំផុតនៅពេលដែលយើងផុតដំណាក់កាលមួយហ្នឹងអ្នកទាំងអស់គ្នាមកទៅ notice ឬក៏កំណត់សង្កល់ខ្លួនឯងថាយើង change យើងផ្លាស់ប្ដូរច្រើនជាងពីមុនអញ្ចឹងខ្ញុំគិតថាដំណោះស្រាយមួយហ្នឹងគឺអាចថាយើងនឹងដើរជាមួយនឹងគ្នាអ្នកទាំងអស់គ្នាដែលជួបទៅលើបញ្ហាមួយហ្នឹងដើរជាមួយនឹងខ្ញុំដោយសារតែខ្ញុំកំពុងដើរលើផ្លូវនឹងដែរយ៉ាងយើងដើរជាមួយនឹងគ្នាដោះស្រាយជាមួយនឹងគ្នាបន្តទៀតធ្វើអីដែលខ្លួនឆ្លាញ់ហើយបញ្ហាទាំងអស់ហ្នឹងដោះស្រាយម្ដងមួយថ្នាក់ការអានេះគឺជាគោលបំណងឬក៏គោលគំនិតអីដែលតាក់ទងជាមួយនឹងវីដេអូហ្នឹងដែលខ្ញុំចង់បង្ហាញទៅអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនកើតរឿងតែឯងខ្ញុំក៏កើតអ្នកផ្សេងក៏កើតសិស្សណាគេក៏កើតគ្រប់វ័យមិនថាសិស្សមិនថាមនុស្សចាស់វ័យកណ្ដាលវ័យចំណាស់គឺគាត់សុទ្ធតែកើតរឿងទាំងអស់សំខាន់គឺយើងដោះស្រាយរឿងហ្នឹងម្ដងមកថ្នាក់ការព្យាយាម heal ខ្លួនឯងព្យាបាលខ្លួនឯងធ្វើឲ្យខ្លួនឆ្លាញ់